សូមគោរពជំរាបសួរបងប្អូនទាំងអស់ជាទីគោរពនិងជាទីមេត្រីបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញអំពីចំណាប់អារម្មណ៍ខ្លះតាក់ទងទៅនឹងការសិក្សារបស់ក្មេងៗនៅក្នុងសាលាបាទការពិតការសិក្សាការបង្រៀនការអប់រំការបណ្ដុះបណ្ដាលនៅក្នុងសាលាពិតជាមានបញ្ហាជាច្រើនដែលគ្រូហើយក៏ដូចជាថ្នាក់ដឹកនាំហើយក៏ដូចជាបាទអ្នកដែលកំពុងតែបង្ហាត់បង្ហាញនឹងគឺមានការជួបពិបាកជាច្រើនដោយសារតែពេលនេះគឺឆន្ទៈនៃការអប់រំឆន្ទៈនៃការបណ្ដុះបណ្ដាលសម្រាប់ក្មេងៗហ្នឹងគឺមានការបាទមានការវាយប្រហារមានការរិះគន់ពីមជ្ឈដ្ឋានផ្សេងផ្សេងពិសេសគឺមានការបន្តបង្អាប់មានការជីឬក៏មានការបាទស្ដីបន្ទោសដោយប្រការផ្សេងផ្សេងហើយនឹងការមើលងាយប្រមាថដល់លោកគ្រូអ្នកគ្រូពាក្យថាលោកគ្រូអ្នកគ្រូពេលយើងវាយប្រមាថតាណាម្នាក់តែវាប៉ះទៅដល់ផ្លូវអារម្មណ៍របស់លោកគ្រូអ្នកគ្រូផ្សេងផងដែរចឹងហើយបើសិនតែបងប្អូនបាទមានបញ្ហាផ្សេងៗបងប្អូនអាចមកជួបពិភាក្សាជាមួយថ្នាក់ដឹកនាំហើយក៏ដូចជាលោកគ្រូអ្នកគ្រូហើយក៏ដូចជាបាទថ្នាក់ដឹកនាំរបស់សាលាដើម្បីជជែករកដំណោះស្រាយដ៏ល្អប្រសើរសម្រាប់បាទជួយអភិវឌ្ឍដល់សមត្ថភាពរបស់កូនៗរបស់យើងពីព្រោះពេលនេះគឺយើងត្រូវការជួយគ្នាមិនមែនត្រូវការបន្ទោសបង្អាប់មកអ្នកណាម្នាក់នោះទេគឺយើងត្រូវការស្វែងយល់និងការជួយគ្នាទៅវិញទៅមកបាទរវាងបាទមជ្ឈដ្ឋាននៅក្នុងសាលាក៏ដូចជាមជ្ឈដ្ឋាននៅខាងក្រៅផងដែរពីព្រោះថាលោកគ្រូនៃគ្រូការអប់រំនឹងមានរយៈពេលខ្លីបំផុតមានថាការអប់រំនៅក្នុងសាលាបាទក្នុងម៉ោងរដ្ឋបាលរបស់គ្រូនឹងមានតែរយៈពេល5ម៉ោងសិក្សាទេឬស្មើនឹង4ម៉ោងបាទ4ម៉ោងរបស់នាឡិការបស់យើងហើយលោកគ្រូលោកគ្រូមិនអាចមើលអស់ទេរយៈពេលនៃការរៀនហើយនិងរយៈពេលនៃការឈប់សម្រាករបស់កូនឬក៏របស់សិស្សានុសិស្សគឺខុសគ្នាដាច់តែម្ដងដោយសារតែគិតមករៀននៅក្នុងសាលានោះរយៈពេលតែ4ម៉ោងទេប៉ុន្តែគិតនៅផ្ទះឬក៏នៅទីតាំងផ្សេងក្រៅពីសាលាហ្នឹងគឺគិតមានរយៈពេលរហូតដល់ទៅ20ម៉ោងហើយបើសិនជាយើងទូទាត់លិតសើគ្នាទៅការអប់រំហ្នឹងនៅសាលាហ្នឹងគឺមានពេលវេលាតិចបំផុតបាទតិចជាងនៅគេហៅថាម៉ោងរបស់សាលាគឺនៅផ្ទះឬក៏នៅទីតាំងណាមួយអញ្ចឹងបើសិនតែលោកគ្រូអ្នកគ្រូអប់រំនៅក្នុងសាលាមិនអាចជួយឲ្យកូនរបស់យើងបានល្អប្រសើរនេះទេប៉ុន្តែបើសិនតែបាទពុកម្ដាយឬក៏អាណាព្យាបាលឬក៏អ្នកពាក់ព័ន្ធផ្សេងៗគឺយើងរកវិធីសាស្ត្រយ៉ាងម៉េចឲ្យជួយគ្នាដើម្បីឲ្យក្មេងទទួលបានលទ្ធផលល្អពីព្រោះការធ្វើគ្រប់បែបយ៉ាងគឺចង់ឲ្យតែក្មេងឬចង់ឲ្យកូនរបស់យើងទទួលបានលទ្ធផលល្អប្រសើរប៉ុន្តែបើសិនតែយើងយកពេលវេលានៃការរិះគន់យកពេលវេលានៃការបន្តបង្អាប់រវាងគ្នានឹងគ្នាពេលនោះវិស័យអប់រំរបស់យើងកាន់តែធ្លាក់ចុះពិសេសគឺផ្លូវចិត្តរបស់គ្រូគឺមានការធ្លាក់ចុះដោយសារតាកត្តាមួយចំនួនដែលធ្វើឲ្យគ្រូអ្នកគ្រូមានការអអន់ស្ពន់ចិត្តឬក៏មានការបាក់ទឹកចិត្តឬក៏បាក់អារម្មណ៍គឺនៅពេលដែលលោកគ្រូអ្នកគ្រូមានបញ្ហាតិចតួចឬក៏មានអីអជាចំណុចដែលខ្វះខាតអញ្ចឹងយើងយកទៅលាតត្រដាងនៅក្នុងបណ្ដាញសង្គមអញ្ចឹងពេលនោះលោកគ្រូអ្នកគ្រូគឺពិតជាមានអារម្មណ៍ឈឺចាប់ហើយលោកគ្រូអ្នកគ្រូផ្សេងក៏មានអារម្មណ៍គេហៅថាសង្កៀសចិត្តពេលដែលឧទាហរណ៍ថាយើងមិនបានធ្វើទេប៉ុន្តែបើសិនតែយើងធ្វើឬក៏ច្រឡំឬក៏ធ្វើអីមួយមានការជ្រុលលឺលួសហ្នឹងមានបញ្ហាដោយលោកគ្រូហ្នឹងគាត់ពិតជាមានអារម្មណ៍មិនសប្បាយចិត្តហើយការដែលជួយការដែលចង់ឲ្យកូនសិស្សចេះហ្នឹងគឺកាន់តែគេហៅថាបាក់ទឹកចិត្តខ្លាំងមែនទែនវាជះឥទ្ធិពលខ្លះៗមកលើលោកគ្រូដោយសារតាយើងចង់ដៅចំណុចផ្សេងៗដើម្បីឲ្យការសិក្សារបស់កូនយើងហ្នឹងបាទកាន់តែល្អប្រសើរចឹងហើយបានជាពាក្យស្លោកបាននិយាយថាភាពជាដៃគូរវាងសាលានិងសហគមន៍គឺជាដៃគូក្នុងការអភិវឌ្ឍនៅក្នុងសាលាអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនយើងត្រូវតែរួមគ្នាក្នុងការជួយគ្នាមិនមែនរួមគ្នាដើម្បីធ្វើការដាក់បន្ទុកឬក៏ទម្លាក់បង្ហោះលើគ្នានោះទេពីព្រោះការអប់រំការដែលធ្វើឲ្យគេហៅថាទទួលបាននូវលទ្ធផលល្អប្រសើរលុះត្រាតែយើងទាំងអស់គ្នានឹងគឺរកចំណុចរួមមួយហើយធ្វើយ៉ាងណាគឺឲ្យសិស្សរបស់យើងទទួលបានលទ្ធផលល្អប្រសើរចឹងហើយការនិយាយការស្ដីបន្ទោសការបន្តបង្អាប់ឬក៏អីផ្សេងៗនេះមិនមែនជាដំណោះស្រាយល្អសម្រាប់ឲ្យគ្រូបាទគេថាមានផ្លូវចិត្តល្អសម្រាប់អប់រំបន្តទៅដល់កូនៗរបស់យើងទេពេលខ្លះយើងដឹងហើយថាការអប់រំការព្រៀនប្រដៅការស្ដីបន្ទោសបាសជាលឹះលួសខុសឆ្គងដោយប្រការណាមួយហើយប៉ុន្តែបើសិនតែការខុសឆ្គងឬកំហុសឆ្គងតិចតួចរបស់លោកគ្រូនឹង
បើសិនតែអ៊ំពូមីងឬក៏ឪពុកម្ដាយសិស្សបាទឆ្វេងយល់អំពីចំណុចទាំងអស់នេះហើយធ្វើការឆ្វេងយល់ហើយមកគេហៅថាដោះស្រាយដោយសន្តិវិធីនៅលើតុនៃការជជែកគ្នានឹងពិតជាល្អប្រសើរមែនទែននេះគឺជាអ្វីដែលខ្ញុំចង់និយាយប៉ុន្តែខ្ញុំនិយាយនេះមិនដឹងថាត្រូវចិត្តឬក៏មិនត្រូវចិត្តទេអញ្ចឹងខន្តីអភ័យទោសរាល់ការនិយាយរបស់ខ្ញុំបាទពីព្រោះខ្ញុំបាទនិយាយទៅនឹងគឺចង់ឲ្យការសិក្សារៀនសូត្រឬក៏ការអប់រំរបស់គុណគ្រូហើយក៏ដូចជាការអប់រំរបស់អាណាព្យាបាលសិស្សនៅផ្ទះហ្នឹងគឺធ្វើឲ្យកាន់តែល្អប្រសើរពីព្រោះបើនិយាយពីគ្រូហ្នឹងបាទពីមុនយើងតែងតែថ្វាយបង្គំគ្រូគេហៅគ្រូដើមគ្រូកណ្ដាលគ្រូចុងបាទគ្រូដើមគឺគ្រូដែលនៅផ្ទះតែម្ដងគឺកាត់ចេញមកពីឪពុកម្ដាយគឺជាអ្នកដែលបង្ហាត់បង្រៀនមុនដំបូងគេគឺឪពុកម្ដាយហ្នឹងឯងគឺជាគ្រូដើមដែលជាអ្នកដែលបង្ហាត់បង្ហាញពីរបៀបផ្សេងៗដល់កូនរបស់យើងហើយគ្រូកណ្ដាលគឺសំដៅទៅលើលោកគ្រូចាប់ពីថ្នាក់មត្តេយ្យបឋមបាទក្នុងការបង្ហាត់បង្ហាញយើងបន្តពីគ្រូដើមមានថាកាត់យកមកបណ្ដុះខាត់នៅចំណុចផ្សេងដើម្បីឲ្យកូនយើងបានលទ្ធផលមួយកម្រិតហើយគ្រូចុងបាទគ្រូចុងគឺខ្ញុំចង់សំដៅទៅលើគ្រូដែលបង្រៀននៅចុងគេថាចុងនៃឆ្នាំសិក្សារបស់គាត់គេថាគាត់ចប់ពីបឋមទៅគាត់ចូលទៅអនុវិទ្យាល័យចូលទៅដល់វិទ្យាល័យចូលទៅដល់មហាវិទ្យាល័យគឺគាត់បានបន្តនៅគ្រូចុងរបស់គាត់បាទហើយការបន្តបង្ហាត់បង្រៀនហ្នឹងគឺឲ្យធ្វើឲ្យគាត់នឹងមានគេហៅថាមានចំណេះដឹងមានជំនាញមានសមត្ថភាពច្បាស់លាស់ដើម្បីយកទៅអនុវត្តការងារប្រចាំថ្ងៃកាន់តែជោគជ័យនេះគឺជាអ្វីដែលយើងត្រូវតែជួយគ្នាគ្រូដើមគ្រូកណ្ដាលគ្រូចុងគ្រូផ្សេងៗហ្នឹងគឺត្រូវតែបង្ហាត់បង្ហាញឲ្យកូនទទួលបានលទ្ធផលការងារល្អនៅថ្ងៃអនាគតបើសិនតែយើងប្រឹងទៅយើងនឹងទទួលបានលទ្ធផលដោយអ្វីដែលយើងពងហើយរាល់កំហុសខុសឆ្គងរបស់គ្រូមិនថាអ្នកណាទេសំបីព្រះសម្មាសម្ពុទ្ធក៏នៅតែមានកំហុសឆ្គងនៅតែគេមានការស្អប់ខ្ពើមហើយគ្រូក៏ដូចគ្នាដែរគឺយើងខំធ្វើតែសេចក្តីល្អទៅខំតែបរៀនទៅឲ្យបានលទ្ធផលល្អទៅថ្ងៃណាមួយយើងនឹងទទួលបានអ្វីដែលយើងប្រឹងហើយកូនក៏ដូចគ្នាដែរបាទកំហុសរបស់លោកគ្រូតិចតួចយើងកុំយកទុកគេហៅថាយកចិត្តទុកដាក់យើងត្រូវតែខំប្រឹងរៀនខ្លួនយើងទៅតម្រង់ទិសខ្លួនឯងទៅនោះលទ្ធផលកូននឹងជោគជ័យនៅថ្ងៃអនាគតហើយកូនក៏ជាអ្នកបន្តវេនពីគ្រូផងដែរបើសិនតែកូនគឺជាមនុស្សល្អគឺជាមនុស្សដែលធ្វើបាននូវសេចក្តីល្អអញ្ចឹងពេលដែលកូនទៅធំទៅថ្ងៃអនាគតហ្នឹងបងប្អូនកូនជាអ្នកដែលបន្តពីលោកគ្រូហ្នឹងបង្ហាត់បង្ហាញដល់បាទក្មេងចំនួនក្រោយក៏កាន់តែល្អប្រសើរផងដែរអញ្ចឹងថ្ងៃនេះខ្ញុំនិយាយទៅបើសិនតែមានការលើសលួសខុសឆ្គងដោយប្រការណាមួយសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងបាទអរគុណ